រូបធម៌ហើយវិជីវជាតិហ្នឹងយ៉ាងម៉េចបាទចាយើងដឹងហើយអាហាររូបធម៌ឬក៏ជីវជាតិហ្នឹងគឺជាសារជាតិដែលនៅក្នុងអាហារណាសម្រាប់ចិញ្ចឹមរាងកាយយើងចិញ្ចឹមសរីរាង្គយើងឲ្យមានការលូតលាស់ល្អឲ្យលូតលាស់ល្អអញ្ចឹងយើងសួរថាតើជីវជាតិនឹងមានអីខ្លះណាបាទជីវជាតិមានអីខ្លះជីវជាតិនឹងអាចមានជាដូចជាវីតាមីនណាគេហៅថាវីតាមីនហ្នឹងមានច្រើនប្រភេទនៃវីតាមីនបាទអាចមានជាសារជាតិរ៉ែនៅក្នុងខ្លួនរបស់យើងណាមានប៉ូតាស្យូមសូដ្យូមក្លយជាដើមហ្នឹងហើយនឹងអាចមានគេហៅប្រូតេអ៊ីនណាសារជាតិសាច់នៅក្នុងខ្លួនរបស់យើងហ្នឹងហើយក៏អាចមានជាខ្លាញ់ឬក៏កាបូស៊ីត្រាតណានៅក្នុងខ្លួនយើងហើយទឹកក៏ជាសារជាតិដែរណាបាទសារជាតិដែរជាគេហៅថាសារជាតិចិញ្ចឹមដែរអញ្ចឹងបើយើងខ្វះទឹកអត់មានសុខភាពល្អទេបាទអញ្ចឹងណាអញ្ចឹងសញ្ញាណាខ្លះទៅយន្តថាសួរសញ្ញាអ្វីទៅយើងដឹងថាកុមារនឹងខ្វះជីវជាតិបាទខ្វះជីវជាតិកុមារដែលខ្វះជីវជាតិគឺយើងអាចអង្កេតឃើញមានការកុមារនឹងឈឺញឹកគាត់អាសាឈឺបាទអាសាឈឺការលូតលាស់រត់យឺតអញ្ចឹងណាបើយើងប្រៀបធៀបស្តង់ដាកម្ពស់នឹងគីឡូទៅយើងឃើញការលូតលាស់គាត់នឹងទាបអត់ត្រូវនឹង standard របស់គេអញ្ចឹងណាបាទហើយមួយទៀតគាត់ស្គមស្គាំងស្លេកស្លាំងអញ្ចឹងទៅបាទជាសញ្ញាដែលគេហៅថាខ្វះជីវជាតិណាបាទហើយស្បែកគាត់ស្ងួតបាត់បង់ចំណង់អាហារណាកាលណាដែលក្មេងខ្វះជីវជាតិអត់សូវញ៉ាំទេអត់សូវចង់ញ៉ាំទេបាទអញ្ចឹងណាបាទអញ្ចឹងខ្លួនគាត់ស្គមស្បែកគាត់រៀងស្ងួតអញ្ចឹងទៅអត់សូវមានកម្លាំងបាណាទហើយប្រាជ្ញាក៏ថយចុះអត់សូវមានបញ្ញាដូចគេទេបាទអញ្ចឹងសញ្ញា4 5 6ដែលខ្ញុំបានជម្រាបមិញហ្នឹងគឺជាសញ្ញាបឋមដែលយើងគិតថាគាត់ប្រហែលជាខ្វះខាយជីវជាតិចិញ្ចឹមឬក៏កង្វះអាហារូបត្ថម្ភបាបាទទចុះចំណែក